ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពខ្ញុំបាទវ៉ែនស៊ីនួនក្នុងនាមប្រធានសមាគមគ្រូឱសថបុរាណកម្ពុជាសូមអំពាវនាវសេចក្តីអំពាវនាវខ្ញុំបាទវ៉ែនស៊ីនួនក្នុងនាមប្រធានសមាគមគ្រូឱសថបុរាណកម្ពុជាសូមអំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលស្រឡាញ់ចូលចិត្តឱសថបុរាណខ្មែរសូមមេត្តាចូលរួមគ្នាថែរក្សាពង្រឹងនិងលើកស្ទួយឱសថបុរាណខ្មែរឲ្យបានគង់វង្សជារៀងតទៅឱសថបុរាណខ្មែរគឺជាកេរមរតកដូនតាដ៏មានតម្លៃអស្ចារ្យដែលបានបន្សល់ទុកតាំងពីបុរាណកាលមកម្ល៉េះវាមិនត្រឹមតែជាមធ្យោបាយព្យាបាលជំងឺដ៏ស័ក្តិសិទ្ធិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអត្តសញ្ញាណវប្បធម៌និងជាមោទនភាពជាតិដ៏មុតស្រួចផងដែរតាំងនាមឲ្យសមាគមគ្រូឱសថបុរាណកម្ពុជានិងក្នុងនាមជាកូនខ្មែរជំនាន់ក្រោយយើងខ្ញុំសូមធ្វើការអំពាវនាវយ៉ាងទទូចដល់លោកគ្រូអ្នកគ្រូជាពិសេសគ្រូថ្នាំបុរាណនិងសមាជិកសមាជិកាទាំងអស់មេត្តាជួយយកចិត្តទុកដាក់និងជំរុញសកម្មភាពសំខាន់ៗដូចខាងក្រោម 1. ការពង្រឹងគុណភាពនិងស្តង់ដារវិជ្ជាជីវៈស្រាវជ្រាវនិងចងក្រងប្រមូលផ្ដុំរូបមន្តឱសថបុរាណស្លឹកឬឈើនិងវិធីព្យាបាលផ្សេងៗពីចាស់ទុំឬពីគម្ពីរបុរាណដើម្បីកុំឲ្យបាត់បង់តម្លៃដ៏វិសេសវិសាលនេះអភិវឌ្ឍផលិតផលរៀបចំវេចខ្ចប់និងផលិតឱសថបុរាណឲ្យមានអនាម័យមានស្តង់ដារត្រឹមត្រូវនិងងាយស្រួលប្រើប្រាស់ដោយរក្សាឲ្យបាននូវប្រសិទ្ធភាពដើមក្រមសីលធម៌វិជ្ជាជីវៈប្រកបរបរព្យាបាលដោយសុចរិតភាពអាណិតស្រឡាញ់អ្នកជំងឺនិងផ្ដល់ការអប់រំសុខភាពត្រឹមត្រូវដល់ប្រជាពលរដ្ឋ 2. ការលើកកម្ពស់និងផ្សព្វផ្សាយបង្កើតវេទិកាចែករំលែករៀបចំវគ្គបណ្ដុះបណ្ដាលឬវេទិកាពិភាក្សាដើម្បីបង្ហាត់បង្ហាញពីវិធីសាស្ត្រផ្សំថ្នាំនិងការប្រើប្រាស់រុក្ខជាតិឱសថដល់យុវជនជំនាន់ក្រោយប្រើប្រាស់បច្ចេកវិទ្យាជួយផ្សព្វផ្សាយចំណេះដឹងផ្នែកឱសថបុរាណតាមរយៈបណ្ដាញសង្គមដើម្បីឲ្យសាធារណជនទូទៅបានយល់ដឹងពីគុណប្រយោជន៍ដ៏អស្ចារ្យរបស់វា 3. ការផ្ទេរចំណេះដឹងដល់កូនចៅជំនាន់ក្រោយបណ្ដុះបណ្ដាលធនធានមនុស្សសហការគ្នាបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយដើម្បីឲ្យពួកគេមានចំណង់ចំណូលចិត្តនិងក្លាយជាទំពាំងស្នងឫស្សីបន្តវេនក្នុងការថែរក្សាមរតកនេះរៀបចំឯកសារយោងរៀបចំឯកសារឬសៀវភៅណែនាំទុកជាបណ្ណាល័យសម្រាប់អ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវតទៅមុខទៀតឱសថបុរាណខ្មែរគឺជលលោហិតរបស់បុព្វបុរសយើងបើមិនមែនពួកយើងជាអ្នកថែរក្សាទេតើឲ្យនរណាជាអ្នកថែរក្សាសូមបងប្អូនជនរួមជាតិជាពិសេសលោកគ្រូអ្នកគ្រូទាំងអស់មេត្តាជួយជ្រោមជ្រែងសមាគមគ្រូឱសថបុរាណកម្ពុជាយើងឲ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀតដើម្បីកេរមរតកដ៏មានតម្លៃនេះស្ថិតស្ថេរគង់វង្សគូនឹងសង្គមជាតិយើងជារៀងតទៅសូមអរគុណ